សូមជូនរឿងមិត្តភក្តិពីរនាក់មានមិត្តភក្តិពីរនាក់ដើរឆ្លងកាត់វាលខ្សាច់នៅពេលធ្វើដំណើរពួកគេបានឆ្លោះគ្នាហើយម្នាក់បានទះកំភ្លៀងមិត្តរបស់ខ្លួនមិត្តដែលឈឺចាប់បានសរសេរនៅលើខ្សាច់ថាថ្ងៃនេះមិត្តល្អរបស់ខ្ញុំបានធ្វើឲ្យខ្ញុំឈឺចាប់បន្ទាប់មកពួកគេទៅដល់ទន្លេហើយចាប់ផ្ដើមឆ្លងទន្លេមិត្តដែលត្រូវគេទះនោះបានលង់ទឹកប៉ុន្តែមិត្តរបស់គាត់បានជួយសង្គ្រោះទាន់ពេលក្រោយពេលបានសង្គ្រោះគាត់បានឆ្លាក់នៅលើថ្មថាថ្ងៃនេះមិត្តល្អរបស់ខ្ញុំបានសង្គ្រោះជីវិតខ្ញុំមិត្តម្ខាងសួរថាពេលខ្ញុំធ្វើឲ្យអ្នកឈឺចាប់អ្នកសរសេរនៅលើខ្សាច់តែពេលខ្ញុំជួយអ្នកឆ្លាក់លើថ្មហេតុអ្វីមិត្តនោះឆ្លើយថាពេលនរណាម្នាក់ធ្វើឲ្យយើងឈឺចាប់យើងគួរសរសេរវានៅលើខ្សាច់ដើម្បីឲ្យខ្យល់នៃការអត់ទោសលុបវាចោលប៉ុន្តែពេលនរណាម្នាក់ធ្វើល្អចំពោះយើងគួរឆ្លាក់វានៅលើថ្មដើម្បីកុំឲ្យភ្លេចជារៀងរហូតការអត់ទោសមិនមានន័យថាអំពើខុសនោះត្រឹមត្រូវទេប៉ុន្តែមានន័យថាយើងសម្រេចចិត្តលែងកាន់កំហឹងហើយទុកការឈឺចាប់នោះឲ្យព្រះជាអ្នកដោះស្រាយ1ព្រះបានអត់ទោសឲ្យយើងមុនមនុស្សគ្រប់គ្នាសុទ្ធតែមានបាបនិងកំហុសនៅចំពោះព្រះប៉ុន្តែទ្រង់នៅតែស្រឡាញ់និងអត់ទោសឲ្យយើងតាមរយៈព្រះយេស៊ូវគ្រីស្ទដូច្នេះយើងក៏គួរអត់ទោសឲ្យអ្នកដទៃដែរ2ការអត់ទោសនាំមកនូវសេចក្តីសុខការមិនអត់ទោសគឺដូចជាការយកថ្មធ្ងន់មួយដាក់ក្នុងចិត្តកំហឹងនិងភាពជូរចត់នឹងលួចយកសេចក្តីអំណរពីយើងប៉ុន្តែពេលយើងអត់ទោសព្រះនឹងប្រទានសន្តិភាពនិងសេរីភាពដល់យើង3ការអត់ទោសបង្ហាញពីសេចក្តីស្រឡាញ់របស់ព្រះមនុស្សគ្រប់គ្នាអាចស្អប់បានប៉ុន្តែការអត់ទោសត្រូវការកម្លាំងនិងជំនឿពេលយើងអត់ទោសយើងកំពុងបង្ហាញសេចក្តីស្រឡាញ់របស់ព្រះទៅកាន់ពិភពលោកថ្ងៃនេះប្រហែលជាមាននរណាម្នាក់បានធ្វើឲ្យអ្នកឈឺចាប់យ៉ាងខ្លាំងព្រះយេស៊ូវកំពុងតែហៅអ្នកឲ្យអត់ទោសវាអាចមិនងាយស្រួលប៉ុន្តែជាមួយព្រះអ្វីៗក៏អាចធ្វើបានការអត់ទោសនាំមកនូវការព្យាបាលចិត្តស្ដារទំនាក់ទំនងនិងនាំយើងឲ្យកាន់តែជិតព្រះចូលអត់ទោសឲ្យបានឆាប់ប៉ុន្តែចងចាំអំពើល្អជានិច្ច